No, stay back! You cannot escape. What are you? You're reckoning! កាលពីយូរហើយមានភូមិតូចមួយនៅក្បែរព្រៃធំនៅភូមិនោះមានក្មេងស្រីស្អាតម្នាក់ឈ្មោះនាងនីនាងជាកូនក្រីក្រប៉ុន្តែមានចិត្តល្អស្លូតបូតហើយជួយអ្នកភូមិគ្រប់គ្នារៀងរាល់ល្ងាចនាងនីតែងដើរទៅកាត់ស្មៅនៅវាលស្រែហើយយកទៅឲ្យគោនៅផ្ទះអ្នកភូមិគ្រប់គ្នាស្រឡាញ់នាងណាស់ព្រោះនាងស្មោះត្រង់និងមិនដែលធ្វើអាក្រក់ដាក់អ្នកណាថ្ងៃមួយមានកំឡោះម្នាក់ឈ្មោះវិរៈមកពីភូមិជិតខាងគេជាមនុស្សក្លាហាននិងស្រឡាញ់ធម្មជាតិពេលគេឃើញនាងនីនៅវាលស្រែគេចាប់អារម្មណ៍ភ្លាមបន្ទាប់ពីនិយាយគ្នាជាញឹកញាប់ពួកគេក៏ចាប់ផ្ដើមស្រឡាញ់គ្នាប៉ុន្តែសេចក្តីស្រឡាញ់របស់ពួកគេមិនបានរលូនឡើយក្នុងភូមិមនុស្សមានបរិបអាក្រក់ម្នាក់ឈ្មោះចន្ទរាគេក៏ចង់បាននាងនីដែរប៉ុន្តែនាងមិនព្រមស្រឡាញ់គេឡើយយប់មួយពេលនាងនីដើរត្រឡប់ពីវាលស្រែតាមត្រូវព្រៃងងឹតចន្ទរានិងបាក់ពួកបានចាប់នាងខំរត់គេចប៉ុន្តែត្រូវគេច្រានធ្លាក់ក្នុងរណ្ដៅចាស់មួយក្នុងព្រៃថ្ងៃបន្ទាប់អ្នកភូមិរកនាងមិនឃើញឡើយគេគិតថានាងបាត់ខ្លួនទៅទីឆ្ងាយតែចាប់តាំងពីយប់នោះមកអ្នកភូមិចាប់ដើមឮសំឡេងស្រីយំនៅជិតវាលស្រែអ្នកណាដែលដើរតាមផ្លូវព្រៃពេលយប់តែងឃើញស្រីម្នាក់ស្លៀកសខ្លាំងសក់វែងឈរនៅក្រោមដើមឈើមនុស្សខ្លះនិយាយថានោះគឺខ្មោចនាងនីថ្ងៃមួយវីរៈសម្រេចចិត្តទៅរកការពិតនៅយប់ព្រះច័ន្ទពេញវង្សគេដើរចូលព្រៃខ្យល់បក់ត្រជាក់ហើយសំឡេងយំស្រីឮស្រាលភ្លាមនារីសក់វែងស្លៀកពណ៌សបានបង្ហាញខ្លួនមកគេវីរៈភ័យណាស់ប៉ុន្តែពេលមើលច្បាស់គេដឹងថានោះគឺនាងនីនិយាយសំឡេងសោកសៅវីរៈខ្ញុំមិនអាចទៅកន្លែងណាបានទេខ្ញុំស្លាប់ដោយអំពើអាក្រក់ជួយរកយុត្តិធម៌ឲ្យខ្ញុំផងបន្ទាប់ពីនោះខ្យល់បក់ខ្លាំងហើយរូបនាងក៏បាត់ទៅក្នុងអបថ្ងៃបន្ទាប់វីរៈបានប្រាប់អ្នកភូមិពួកគេក៏រកឃើញឆ្អឹងនាងនៅក្នុងរណ្ដៅព្រៃបន្ទាប់ពីបញ្ចុះសពត្រឹមត្រូវនិងចាប់បានចន្ទរាចាប់តាំងពីថ្ងៃនោះមកសម្លេងយំក្នុងព្រៃក៏បាត់ទៅប៉ុន្តែអ្នកភូមិមួយចំនួននៅតែប្រាប់ថានៅយប់ព្រះច័ន្ទពេញវង្សបើអ្នកក្បែរវាលស្រែអ្នកអាចឃើញស្រីសក់វែងស្លៀកសឈរមើលព្រះច័ន្ទស្ងៀមហើយគេជឿថានោះគឺវិញ្ញាណនាងនីដែលមិនអាចបំភ្លេចស្នេហារបស់នាងបានឡើយបន្ទាប់ពីអ្នកភូមិរកឃើញឆ្អឹងរបស់នាងនីហើយភួរបុណ្យបញ្ចុះសពត្រឹមត្រូវសំឡេងយំក្នុងព្រៃក៏បាត់ទៅមួយរយៈអ្នកភូមិគិតថាវិញ្ញាណនាងនីបានសុខសាន្តហើយតែរឿងចម្លែកមួយបានកើតឡើងវិញយប់មួយខណៈពេលខ្យល់បក់ត្រជាក់និងព្រះច័ន្ទលិចពីក្រោយពពកអ្នកចាស់ម្នាក់ដែលទៅមើលគោនៅវាលស្រែបានឃើញស្រីម្នាក់ស្លៀកខោអោសព្រមទាំងសក់វែងរលោងឈរនៅជិតដើមចិនទីគាត់ភ័យខ្លាចហើយនិយាយថានោះគឺខ្មោចនាងនីត្រឡប់មកវិញដំណឹងនោះធ្វើឲ្យភូមិទាំងមូលភ័យខ្លាចមនុស្សមិនហ៊ានដើរចេញពីផ្ទះពេលយប់ទៀតឡើយប៉ុន្តែវិរៈមិនជឿថាវិញ្ញាណនាងនីមកធ្វើអាក្រក់ទេគេជឿថានាងមកប្រាប់អ្វីមួយយប់មួយវិរៈកាន់ភ្លើងចង្គៀងហើយដើរចូលទៅវាលស្រែដែលគេនិយាយថាឃើញខ្មោចភ្លាមខ្យល់បក់ខ្លាំងស្លឹកឈើរំញ័រហើយសំឡេងស្រីយំឮមកពីក្នុងព្រៃในក្រោមពន្លឺព្រះច័ន្ទស្រីសក់វែងស្លៀកសក៏បង្ហាញខ្លួនម្ដងទៀតវិរៈស្រែកថានាងនីតើនាងចង់ប្រាប់ខ្ញុំអ្វីវិញ្ញាណនាងនីមើលគេដោយភ្នែកពោពេញទឹកភ្នែកហើយនិយាយស្រាលវិរៈអំពើអាក្រក់មិនទាន់ចប់ទេនាងប្រាប់ថានៅក្នុងព្រៃមានអាគមខ្មៅដែលបាក់ពួកចន្ទរាបានធ្វើដើម្បីចាប់វិញ្ញាណនាងឲ្យនៅទីនោះហើយជាមូលហេតុដែលនាងមិនអាចទៅកាន់ភពវិញ្ញាណបានដើម្បីជួយនាងវិរៈត្រូវតែរកគ្រូអាគមចាស់ម្នាក់ដែលរស់នៅចាយភ្នំថ្ងៃបន្ទាប់វិរៈធ្វើដំណើរឆ្លងព្រៃនិងភ្នំរហូតទៅដល់ផ្ទះគ្រូអាគមបាននិយាយថាវិញ្ញាណនាងនីត្រូវអាគមខ្មៅចង់ជួបបើចង់ជួយនាងត្រូវទៅកាប់ដើមឈើចាស់ក្នុងព្រៃដែលមានត្បូងអាគមបញ្ចូលនៅក្នុងដីយប់នោះវិរៈនិងគ្រូអាគមបានទៅព្រៃពេលពួកគេកំពុងជីកដីក៏មានខ្យល់បក់ខ្លាំងហើយសំឡេងខ្មោចស្រែកលួនពេញព្រៃវិញ្ញាណអាក្រក់ដែលត្រូវអាគមបានពីញាក់ខ្លួនព្យាយាមរារាំងពួកគេប៉ុន្តែគ្រូអាគមបានសូត្រមន្តហើយវិរៈបានជីកយកត្បូងអាគមចេញពីដីភ្លាមពន្លឺសឃ្លឺឡើងហើយរូបវិញ្ញាណនាងនេះក៏លេចឡើងស្រស់ស្រាតដោយមនុស្សរស់នាងញញឹមហើយនិយាយថាអរគុណវិរៈឥឡូវនេះខ្ញុំអាចទៅកាន់ភពវិញ្ញាណបានហើយបន្ទាប់ពីនិយាយចប់រូបនាងក៏បាត់ទៅជាមួយពន្លឺព្រះច័ន្ទតាំងពីថ្ងៃនោះមកព្រៃនោះក៏ស្ងប់ស្ងាត់វិញតែអ្នកភូមិមួយចំនួននៅតែប្រាប់ថានៅយប់ដែលព្រះច័ន្ទភ្លឺខ្លាំងគេអាចឃើញស្រីស្អាតម្នាក់ស្លៀកសឈរញញឹមនៅវាលស្រែដូចជានាងកំពុងអរគុណស្នេហាដែលមិនដែលបោះបង់នាង
បន្ទាប់ពីវិញ្ញាណនាងនេះបានរួចផុតពីអាគមខ្មៅភូមិតូចនោះក៏ស្ងប់ស្ងាត់វិញអ្នកភូមិរស់នៅធម្មតាហើយវីរៈក៏នៅតែធ្វើស្រែដូចមុនប៉ុន្តែมันយូរប៉ុន្មានរឿងចម្លែកមួយបានកើតឡើងម្ដងទៀតយប់មួយគោក្របីនៅក្នុងភូមិចាប់ផ្ដើមបាត់ជាបន្តបន្ទាប់ពេលអ្នកភូមិទៅរកគេឃើញតែស្នាមជើងសត្វធំៗនិងស្នាមឈាមនៅក្បែរព្រៃអ្នកចាស់ៗក្នុងភូមិនិយាយថានោះមិនមែនសត្វធម្មតាទេវាជាបិសាចខ្លាព្រៃដែលរស់នៅក្នុងព្រៃជ័យភ្នំមនុស្សភ័យខ្លាចខ្លាំងមិនហ៊ានចេញក្រៅពេលយប់ឡើយយប់មួយវីរៈកំពុងដើរត្រឡប់ពីវាលស្រែក៏បានឮសំឡេងគោកំពុងស្រែកភ័យខ្លាចពីក្នុងព្រៃភ្លាមគេឃើញខ្លាធំមួយភ្នែកក្រហមភ្លឺកំពុងចាប់គោអ្នកភូមិវីរៈក៏រត់គេចយ៉ាងលឿនតែភ្លាមនោះខ្យល់ត្រជាក់មួយបានបោះកាត់នៅក្រោមពន្លឺព្រះច័ន្ទមានស្រីសក់វែងស្លៀកសឈរនៅមុខខ្លានោះគឺវិញ្ញាណនាងនេះខ្លាបិសាចស្រែកខ្លាំងហើយព្យាយាមវាយនាងប៉ុន្តែពន្លឺសភ្លឺពីរាងនាងបានធ្វើឲ្យវាភ័យហើយវារត់ចូលព្រៃបាត់វីរៈឈួរមើលដោយខ្ញាក់ឲ្យនាងនេះនិយាយស្រាលវីរៈខ្ញុំមិនតន់ចាក់ចែងទាំងស្រុងទេខ្ញុំត្រូវនៅទីនេះដើម្បីការពារភូមិចាប់តាំងពីយប់នោះមកពេលណាដែលបិសាចឬសត្វព្រៃព្យាយាមចូលភូមិអ្នកភូមិតែងឃើញពន្លឺសភ្លឺនៅជិតព្រៃហើយសត្វអាក្រក់ក៏រត់គេចភ្លាមអ្នកភូមិចាប់ផ្ដើមជឿថាវិញ្ញាណនាងនេះបានក្លាយជាអ្នកការពារភូមិដូច្នេះពួកគេបានសង់ផ្ទះតូចមួយនៅជិតវាលស្រែដើម្បីគោរពនាងរៀងរាល់ឆ្នាំនៅយប់ព្រះច័ន្ទពេញវង្សអ្នកភូមិតែងយកផ្កានិងភ្លើងទៀនទៅដាក់នៅទីនោះអ្នកចាស់តែងប្រាប់ក្មេងៗថាបើអ្នកដើរតាមវាលស្រែពេលយប់ហើយឃើញស្រីស្អាតសក់វែងស្លៀកសកុំភ័យនោះគឺនាងនេះកំពុងការពារភូមិរបស់យើងហើយរឿងខ្មោចនាងនេះក៏คล้ายជារឿងនិទានព្រឺព្រួតដែលអ្នកភូមិនិយាយតៗគ្នាមករហូតដល់សព្វថ្ងៃ